ផ្លូវចុះមកពីលើប្រាសាទបាណន់មកខាងចម្រាលភ្នំខាងក្រោមនេះគឺមើលរូបប្រទេសតាក្រៀមនិងនាងសៃសក់និងស្ដេចរាជកុលនេះគឺដល់ហើយផ្ទះគាត់ហ្នឹងហើយនេះចុះមកពីលើផ្លូវកាត់ប៉ុន្តែពិបាកផ្លូវទៅដំណើរនេះគឺផ្លូវវាងចេញមកពីវត្តបាណន់ហ្នឹងហើយមកតាមនេះគឺមានផ្លូវសពបែបយ៉ាងទៀតនេះផ្លូវទៅក្នុងព្រីមនឹងទៅដល់ហើយនេះមានមេននឹងតងែននឹងតែមេនឬតងែនទេអត់ស្មើសូវស្គាល់បើតែហៅទៅថាមានឃើញដើមដូចតែគ្នានឹងមេនឬតងែនឃើញទេនេះផ្លូវហើយស្ងាត់ជាងមកតំបន់នេះគួរឲ្យខ្លាចដែរដោយសារតែផ្ទះអ្នកសាច់ចាំងចឹងឯងគឺគាត់មនោឆ្ងាយផុតពីទីប្រជុំជនចឹងឯងដើម្បីសមាធិនិងធ្វើការវិបស្សនាដើម្បីសន្សំនៅបុណ្យនិងកុសលហើយនឹងសន្សំសិលអ្នកសាច់ចាំងគឺអញ្ចឹងនេះផ្ទះគាត់នៅនឹងនេះផ្លូវចូលនេះវិញតែយើងដែរហ្នឹងគឺក្នុងនោះគឺអាងជ្រោះនៅក្រោមប្រាសាទបាណន់ហ្នឹងឯងរុកទៅដល់ក្រោមប្រាសាទបាណន់ប៉ុន្តែអាត្មាអត់ហ៊ានចូលទេគឺខ្លាំងគ្រាន់តែទៅឈ្ងោកមើលគឺត្រជាក់ហើយចង្ហាយក្លិនក្រអូបនៃផ្កាភ្ញីចេញមកពីនោះចង្ហាយខ្យល់បក់មកដូចមិនសិត្រជាក្នុងនោះអញ្ចឹងអាត្មាអត់ហ៊ានចូលដែរខាងគឺជាស្ថានភាពឧឈានជាតិនៃរាជាណាចក្រកម្ពុជានេះគឺដែលយ៉ាងស្រស់ប្រោមយ៉ាងឈើហើយមានទាំងសំឡេងសត្វយំក៏នេះឧឈានជាតិនេះថ្ងៃរៀបសូរិយារៀបអស្ដង្គតគេហៅថារាជស័ព្ទឬក៏នឹងឯងសង្ឃស័ព្ទសូរិយាអស្ដង្គតគឺសង្ឃស័ព្ទនិងរាជស័ព្ទពាក្យខ្មែរយើងនិយាយសាមញ្ញថាថ្ងៃរៀបលិចយើងនិយាយសាមញ្ញគឺថ្ងៃរៀបលិចតែបើនិយាយតាមពាក្យដើមសម័យមនុស្សពីដើមគេប្រើពាក្យថាសង្ឃស័ព្ទឬក៏រាជស័ព្ទសូរិយាអស្ដង្គតនេះគឺឧឈានជាតិនៃកម្ពុជាដែលនៅតាមចម្រាលភ្នំនៃប្រាសាទបាណន់នេះឧឈានជាតិគឺល្អដែររដូវប្រាំងហើយខែ2ហើយគឺចឹងឯងក្រៀមក្រោះដោយសារតែអត់មានព្រះពិរុទ្ធបានបង្អន់ចុះមកណាមួយមេទេដែលធ្វើឲ្យឧឈានជាតិហ្នឹងគឺគាត់រិចរិលហិលទៅអស់ដែលមិនអាចទ្រាំទ្រនឹងបាននឹងព្រះសូរិយាដែលមានការចាញ់កម្ដៅបន្លឺយ៉ាងខ្លាំងមកធ្វើឲ្យដើមរុក្ខជាតិទាំងអស់ហ្នឹងគឺហាក់បីដូចជាស្លន់ស្លោរវាងហៅរកគ្នាមិនចង់លឺដោយសារតែការនៃកម្ដៅហ្នឹងព្រះអគីនៅកម្ដៅព្រះអគីនេះដល់យ៉ាងខ្លាំងក្លាមកដែលយើងគិតឲ្យឧឈានជាតិហើយតែរវាងប្រាសាទខ្មែរបុរាណទាំងអស់គឺតែងតែមានទឹកពុតជុំវិញដែរនេះរៀងនៅខាងត្បូងប្រាសាទនេះរហូតខូទឹកក្រោមនេះខូទឹកទៅខាងលិចប្រាសាទគឺមានភ្នំពុតជុំវិញមួយអានោះគឺជាខែលនិងរនាំងការពារឬក៏ជាកំផែងមួយដែរយើងគិតមើលគឺសិតតែមានទេពកោសល្យដែរសម័យពីដើមយើងគំថាប្រាសាទមួយណាដែលអត់ខូទឹកក៏ប៉ុន្តែយើងមិនបានសិក្សាស្វែងយល់ឲ្យច្បាស់លាស់គឺប្រាសាទបាណន់គឺមានខូទឹកពុតជុំវិញរហូតដល់ទៅខាងកើតចំជាប់ដល់ខាងកើតចំមានស្រះនៅខាងពាន់ណីនេះគឺដើមនេះគឺផ្លែហៅថាដើមអញ្ជេតម្រៃមិនមែនអញ្ជេធម្មតាទេគឺអញ្ជេតម្រៃតែក្មេងឥឡូវពួកគាត់មិនស្គាល់ទេដើមនេះខ្មែរគេហៅថាដើមអញ្ជេតម្រៃនេះផ្លែអញ្ជេតម្រៃមួយអញ្ជេមួយទៀតអញ្ជេទូចនេះអញ្ជេតម្រៃនេះអាណាពីទូចអីគឺចូលចិត្តបេះហូបដែរណានេះអញ្ជេតម្រៃដើមឈើទាំងអស់នេះគឺសិតតែស្គាល់ឈ្មោះនេះគឺសម្បូរមកនេះខូទឹកចុះដល់ខខូទឹកបើយ៉ាងដឹងទៅខូទឹកមានសត្វសំណក់នៅក្នុងនោះទៀតយើងមើលទៅពីឆ្ងាយហ្នឹងមើលកាមេរ៉ាហើយចាំមិនឃើញទេបើមើលភ្នែកទៅទេឃើញ
គ្រូទឹកវត្តជុំវិញរវាងនៅខាងមុខប្រាសាទបណ្ណហ្នឹងឯងគឺមានគ្រូទឹកហ្នឹងនេះបន្ទាប់មកគឺមានគ្រូទឹកវត្តជុំវិញមានទាំងអាជីវករអ្នកលក់ដូរយ៉ាងមមាញឹកដើម្បីសម្រាប់ចាំទទួលភ្ញៀវទេសចរពីចិត្តពីឆ្ងាយភ្ញៀវជាតិនិងអន្តរជាតិឥឡូវនេះនៅគ្រូទឹកស្រះហ្នឹងឯងដែលជាស្រះដែលបង្ហាញកំពើស័ក្តិសិទ្ធិដោយតថាការបួងសួងម្ដងគឺពីដើមគឺមានកំពើផុសឥឡូវមិនដឹងថាមានឬមិនមានទេរវាងខាងមុខប្រាសាទមានទាំងអាជីវករអ្នកលក់ដូរយ៉ាងមមាញឹកនេះជារូបសំណាក់របស់នាងអង្សាយសក់ហ្នឹងឯងគាត់កំពុងតែមមាញឹកដែរក្នុងការពីដើមគឺគាត់មកជួយដូរនេះហើយក៏លេចណាគឺមានរវាងខាងមុខប្រាសាទនេះគឺផ្សារកូនគឺមានទាំងអ្នកលក់ដូរអមសងខាងផ្លូវដែលយ៉ាងមមាញឹកមានទាំងភ្ញៀវជាតិនិងអន្តរជាតិគាត់កំពុងតែមកទស្សនាប្រាសាទបុរាណខ្មែរនេះពូនៅលើ